Hello everyone ជួបគ្នាម្ដងទៀតហើយជាមួយនឹងលោកគ្រូថ្ងៃនេះលោកគ្រូមានពាក្យពីរនៅក្នុងភាសាអង់គ្លេសដែលយើងភាគច្រើនប្រើអត់ត្រូវណោះអូខេពាក្យនោះគឺ because ហើយនឹង so បាទសម្រាប់គ្នាយើងអ្នករៀនភាសាអង់គ្លេសដំបូងច្រើនប្រើច្រឡំគ្នាណោះអូខេយើងទៅមើលមុនគេគឺ core rule របស់វាណាគឺក្បួនដែលជាកលឹះរបស់ពាក្យទាំងពីរហ្នឹងណាអូខេthe first word because អញ្ចឹង because នេះយើងប្រើបានថាម៉េចឥឡូវយើងមកមើលសិនតើគេប្រើធ្វើអីណោះwe use because to give the reasons មានន័យថាយើងប្រើពាក្យ because នេះដើម្បីផ្ដល់នៅហេតុផលណាហេតុផលដែលយើងនឹងធ្វើអ្វីមួយអីចឹងតែឬមួយក៏ដែលយើងធ្វើសកម្មភាពបែបណា for example I stayed home because it was raining មានន័យថាម៉េចខ្ញុំបានស្នាក់នៅផ្ទះនោះបាទព្រោះតែវាភ្លៀងមានន័យថាខ្ញុំនៅផ្ទះបាទមានដោយសារតែវាភ្លៀងបានជាខ្ញុំនៅផ្ទះអញ្ចឹងយើងអាចប្រែ because គេនេះថាព្រោះគេព្រោះហើយនៅក្នុងមុខវាជា reasons បាទជាហេតុផលជាហេតុផលដែលយើងនៅផ្ទះ stay home អូខេ so ចំពោះពាក្យ so វិញយើងប្រើវាwe use it to give the result ចំពោះពាក្យ so នេះយើងប្រើវាដើម្បីផ្ដល់នៅលទ្ធផលណាលទ្ធផលឧទាហរណ៍ it was raining so I stayed home អញ្ចឹងយើងបញ្ច្រាស់វាមកវិញទៅជាម៉េចវាបានភ្លៀងដូច្នេះបានជាខ្ញុំនៅផ្ទះអូខេអញ្ចឹង so កាលនេះបាទយើងអាចប្រែថាដូច្នេះហើយនៅក្នុងមុខវាជា result បាទនៅមុខវាជាលទ្ធផលណោះដែលយើងធ្វើសកម្មភាពនោះបាទជាលទ្ធផលនៃអ្វីមួយអូខេអញ្ចឹងយើងទៅមើលចំណុចមួយទៀតគឺ structure tips បាទយើងមានកលឹះមួយចំនួនអំពីការបង្កើតសំណង់ប្រយោគទាំងពីរហ្នឹងបាទ because យើងប្រើវា reasons comes after បាទមានន័យថានៅក្នុងមុខ because គឺមានហេតុផលណាមានហេតុផលមកបន្ទាប់ពីហ្នឹងអូខេafter so បន្ទាប់ពីពាក្យ so យើងឃើញថាមាន results comes after គឺមានលទ្ធផលបាទមកបន្ទាប់ពីហ្នឹងអូខេអញ្ចឹងចំណុចមួយទៀតដែលខ្ញុំនឹងបង្ហាញឲ្យយើងគឺ common mistake បាទមានន័យថាជាកំហុសដែលភាគច្រើនបាទយើងញឹកញាប់ឃើញនៅក្នុងការប្រើអូខេចំពោះអ្នករៀនគ្នាយើងណោះអូខេឧទាហរណ៍គ្នានេះគឺយើងសាប់មើលនេះតើត្រូវទេ because it was raining so I stayed home នៅក្នុងភាសាខ្មែរយើងអាចនិយាយបានណោះយើងអាចថាព្រោះវាភ្លៀងបាទព្រោះវាបានកំពុងភ្លៀងអញ្ចឹងទៅដូច្នេះខ្ញុំបាននៅផ្ទះអូខេអញ្ចឹងយើងនិយាយបានក្នុងភាសាខ្មែរប៉ុន្តែ in English គឺអត់ត្រូវទេណោះបាទអត់បានទេ so don't use both together មានន័យថាយើងអត់អាចប្រើទាំងពីរនេះជាមួយគ្នាបានទេណោះអញ្ចឹងយើងត្រូវប្រើវាបែបនេះណាផ្ដាច់តម្លៃពីគ្នាអូខេបាទនេះគឺពីនេះគឺត្រូវណោះ because it was raining I stayed home បាទព្រោះវាភ្លៀងខ្ញុំនៅផ្ទះអូខេឬមួយក៏ it was raining so I stayed home វាភ្លៀងដូច្នេះខ្ញុំនៅផ្ទះអូខេso now let's practice together តោះខ្ញុំនឹងឲ្យបងប្អូនអនុវត្តបាទនិយាយជាភាសាអង់គ្លេសបាទចៃខ្ញុំនឹងអានជាភាសាខ្មែរចំនួន2ល្បះណា The first one ខ្ញុំមិនទៅសាលាសុំទោសខ្ញុំមិនទៅសាលាព្រោះខ្ញុំឈឺ In English អូខេខ្ញុំឈឺដូច្នេះខ្ញុំមិនទៅសាលាទេ In English we say អូខេអរគុណច្រើនអញ្ចឹងយើងអាចសង្ខេបមកវិញថា because យើងប្រើជាមួយនឹងបាទហេតុផល so យើងប្រើជាមួយនឹងលទ្ធផលអូខេ results yeah thank you so ជួបគ្នានៅពេលក្រោយទៀតណាអរគុណច្រើនបាយបាយ